Robib រក្សាទុកឯកសារនិងបើកឯកសារដែលបានរក្សាទុកនៅលើ Google Doc បាទដើម្បីធ្វើការរក្សាទុកឯកសារក៏ដូចជាបើកដំណើរការឯកសារ Google Doc របស់យើងបានទីមួយអ្នកទាំងអស់គ្នាចូលមកកាន់ទីតាំង browser របស់ computer របស់លោកអ្នកដែលបានប្រើប្រាស់សម្រាប់បើកដំណើរការឬក៏ប្រើប្រាស់ Google Doc បាទរួចចូលមកកាន់ទីតាំងកន្លែង address bar សម្រាប់ដំណើរការបើកឯកសារ Google Doc ថ្មីគឺអ្នកទាំងអស់គ្នាវាបញ្ចូលពាក្យថា doc.google.com នៅពេលដែលបើកដំណើរការ Google Doc នេះហើយអ្នកទាំងអស់គ្នាចុចលើ blank document ដើម្បីបើកដំណើរការឯកសារថ្មីរួចចាប់ផ្ដើមធ្វើការវាយបញ្ចូលនៅទិន្នន័យឯកសារផ្សេងៗណាមួយដែលអ្នកទាំងអស់គ្នាត្រូវបានចង់រក្សាទុកនោះបាទឧទាហរណ៍ខ្ញុំវាបញ្ចូលពាក្យថា testing បាទអញ្ចឹងនៅក្នុងពាក្យថា testing នេះខ្ញុំត្រូវការរក្សាទុកអញ្ចឹងដើម្បីរក្សាទុកបាទមេរៀនមុនយើងបានរៀនហើយគឺ Google Doc គឺបានរក្សាទុកដោយស្វ័យប្រវត្តិអញ្ចឹងយើងអាចបដូរឈ្មោះឯកសាររបស់យើងបានអញ្ចឹងឈ្មោះរបស់យើងគឺអាចបដូរនៅកន្លែងទីតាំងមួយនេះបាទយើងអាចដាក់ឈ្មោះថា testing ឬក៏ដាក់ថាឈ្មោះអ្វីមួយដែលយើងចង់បានអញ្ចឹងឧទាហរណ៍ខ្ញុំចង់វាយ A testing ចុចខ្ញុំចង់វាយពាក្យដូចនេះដើម្បីធ្វើការរក្សាទុកហើយខ្ញុំចុច enter តែម្ដងចំពោះការរក្សាទុកនេះគឺឯកសាររបស់យើងនឹងរក្សាចូលទៅក្នុង Google Drive អញ្ចឹងឥឡូវយើងបិទសិនយើងបិទវិញអញ្ចឹងយើងបើកមើល Google Drive របស់យើងបាទយើង refresh មួយឬក៏យើងបើកទៅលើ browser របស់យើងដោយវាយពាក្យថា drive.google.com បាទអញ្ចឹងនៅពេលដែលយើងវាយពាក្យថា drive.google.com គឺវាបើកផ្ទាំងដូចនេះអញ្ចឹងយើងត្រឡប់មកចូលមកកាន់ទីតាំងគឺ My Drive អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់ទីតាំង My Drive គឺយើងនឹងឃើញឈ្មោះ A testing បាទអញ្ចឹង A testing នេះគឺជាឈ្មោះឯកសាររបស់យើងដែលបានរក្សាទុកបើកាលណាយើងចង់បើកដំណើរការវិញគឺយើងគ្រាន់តែចុចលើវា2ដងមានថា double click គឺឯកសារនោះនឹងបើកដំណើរការអញ្ចឹងយើងដឹងថាការរក្សាទុកគឺ store នៅក្នុង My Drive ប៉ុន្តែបើកាលណាអ្នកទាំងអស់គ្នាមាន folder ឬក៏មាន sub folder ផ្សេងៗឧទាហរណ៍យើងមាន folder testing នេះមួយហើយយើងចង់រក្សាទុកនៅក្នុង sub folder ដែលមាន new folder បន្តទៀតតើយើងចង់បដូរទីតាំងឯកសាររបស់យើងមួយហ្នឹងយកទៅដាក់នៅទីតាំងនោះតែម្ដងដោយមិនចាំបាច់ថាយើង save ហើយវាធ្លាក់ចូលទៅក្នុង My Drive ពិបាកក្នុងការស្វែងរកបើសិនបើឯកសារបានច្រើនយើងអត់ចេះធ្វើការបែងចែកឯកសារអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាចូលមកកាន់ទីតាំងកន្លែងខាងមុខនៃការបដូរឈ្មោះឯកសារគឺយើងនឹងឃើញមានពាក្យថា move to បាទកន្លែងនេះគឺសម្រាប់ធ្វើការរក្សាទុកនៅលើ Drive ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចទៅលើកន្លែង move នេះផ្ទាំងមួយនឹងរំលេចឡើងបាទរំលេចឡើងគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមយក location គឺ current location របស់យើងយក My Drive មកបើកាលណាវាលោតទៅទីតាំងផ្សេងអ្នកទាំងអស់គ្នាចុចលើទីតាំងកន្លែងនេះយកពាក្យថា My Drive ហើយចាប់ផ្ដើមធ្វើការស្វែងរក folder ណាមួយដែលអ្នកទាំងអស់គ្នាត្រូវការរក្សាទុកឯកសារនោះដូចខ្ញុំឧទាហរណ៍គឺខ្ញុំចង់រក្សាទុកនៅក្នុង folder ឈ្មោះថា testing បាទយើងបើកវាម្ដងទៀតបានបាទយើងអាចសញ្ញាពួរមួយទៀតមក view other content មកយើងអាចរក្សាទុកមួយទៀតគឺនៅក្នុង folder យើងអាច move មកកាន់ទីតាំងនេះតែម្ដងឬក៏យើងមាន sub folder ម្ដងទៀតយើងអាច view បន្តទៀតបាទអញ្ចឹងកន្លែងនេះយើង select យក new folder ដើម្បីធ្វើការផ្លាស់ប្ដូរទីតាំងការរក្សាទុកឯកសាររបស់យើងទៅកាន់ទីតាំង new folder នេះបាទអញ្ចឹងខ្ញុំធ្វើការចូលមកកាន់ទីតាំងកន្លែងនេះហើយចុចពាក្យថា move បាទ move អញ្ចឹងដំណើរការនឹងធ្វើការផ្លាស់ប្ដូរបាទឥឡូវយើងបិទទាំងឯកសារ Google Doc របស់យើងវិញហើយត្រឡប់មកមើលទីតាំងនៅលើ My Drive វិញគឺនឹងបាត់ឈ្មោះ file ដែលយើងបានរក្សាទុកមិញគឺឈ្មោះថា A testing បាទអញ្ចឹង A testing នេះគឺនឹង move ទៅកាន់ទីតាំង folder ដែលយើងបានរក្សាទុកអំបញ្ញមិញគឺចូលមកកាន់ទីតាំង testing ហើយចូលមកកាន់ទីតាំង new folder ហើយយើងនឹងឃើញមានឯកសារមួយឈ្មោះថា A testing បាទអញ្ចឹងចំពោះការរក្សាទុកយើងគ្រាន់តែបើកឯកសារ Google Doc មកធ្វើការវាយបញ្ចូលឯកសារទិន្នន័យណាមួយដែលយើងត្រូវការរក្សាទុកហើយបញ្ចូលឈ្មោះឯកសារទី2គឺយើង move ទៅកាន់ទីតាំងណាមួយដែលយើងចង់រក្សាទុក
ចុចចំណែកដែលការបើកឯកសារវិញអញ្ចឹងការបើកឯកសារវិញគឺមិនខុសគ្នាពីមុននឹងតិចទេគឺទី1គឺអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ទីតាំងកន្លែងដែលយើងបានរក្សាទុកគឺ drive.google.com គឺជាទីតាំងដែលយើងបានរក្សាទុកឯកសារមានតែឯកសារទាំងអស់ដែលយើងបានស្តុកទុកនៅលើ Google Cloud គឺបានរក្សាទុកនៅក្នុង address មួយគឺ drive.google.com ដែលគេហៅថា Google Drive នោះឯងចឹងបន្ទាប់មកគឺយើងចាប់ផ្ដើមចូលមកកាន់ទីតាំង My Drive ដើម្បីធ្វើការស្វែងរក folder ដែលបានរក្សាទុកឯកសារឬក៏ឯកសារដែលបានរក្សាទុកនៅទីតាំងណាមួយចឹងខ្ញុំបើកទៅលើ testing ដែលជា folder ដែលខ្ញុំបានរក្សាទុកហើយចូលមកកាន់ទីតាំង new folder ដើម្បីបើកឯកសាររបស់យើងយកមកកែតម្រូវឡើងវិញបានគឺយើងគ្រាន់តែចុចទៅលើ double click ទៅលើឯកសារនោះគឺនឹងបើកដំណើរការយកមកធ្វើការកែតម្រូវតែម្ដងបាទតកតងជាមួយនឹងរបៀបនៃការរក្សាទុកឯកសារក៏ដូចជាការបើកឯកសាររបស់ Google Doc គឺមេរៀននេះគឺបានបញ្ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍មានថាអាចយកទៅសម្រាប់ទៅលើការប្រើប្រាស់កុំព្យូទ័រឬក៏ទៅលើ tablet ទូរស័ព្ទដៃក្នុងការរក្សាទុកជា note ផ្សេងៗផងដែរឬក៏ធ្វើឯកសារណាមួយសម្រាប់ការងាររបស់យើងបាទហើយជាចុងក្រោយនេះយើងនឹងរៀនបន្តទៀតតាក់ទងជាមួយនឹង Google Doc បាទដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងនៅលើ Channel របស់ខ្ញុំបាទយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះ